ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះកែគឹមលៀងដោយថ្ងៃនេះខ្ញុំនឹងធ្វើការធ្វើវីដេអូបង្ហាញអំពី pipe comment pipe នៅក្នុង Linux អញ្ចឹងមុននឹងធ្វើការបង្ហាញនៅ comment មួយចំនួនខ្ញុំសូមធ្វើការ SSH ចូលទៅក្នុង server សិនដោយប្រើប្រាស់ comment SSH ឈ្មោះ user ហើយនិង IP អញ្ចឹងសូមធ្វើការដាក់ password អញ្ចឹងបន្ទាប់ពីយើង SSH ចូលទៅក្នុង server យើងហើយយើងធ្វើការ check ថា current user គឺជាអ្នកគេដោយប្រើប្រាស់ comment who am I បន្ទាប់ពីយើង check ហើយចំពោះទី2គឺយើងធ្វើការ list អញ្ចឹងដើម្បីប្រើប្រាស់ pipe អញ្ចឹងយើងអាចប្រើប្រាស់ ls បន្ទាប់មកយើងប្រើប្រាស់សញ្ញាត្រង់នេះដែលវាតំណាងឲ្យ pipe បន្ទាប់មកខ្ញុំចង់យក3ជួរដំបូងអញ្ចឹងយើងអាចដាក់ដំបូងសូមធ្វើការ add line សិនដោយប្រើប្រាស់ nl បន្ទាប់មកយើង pipe វាម្ដងទៀតយើងដាក់ head បន្ទាប់មកយើងដាក់ចំនួន line ដែលយើងចង់យកអញ្ចឹងក្នុងករណីនេះខ្ញុំចង់យក3ជួរដំបូងអញ្ចឹងយើងអាចប្រើប្រាស់3ជាយើងអាចឃើញថា file របស់យើង list មកគឺ3 file ដំបូងហើយមានលេខនៅពីមុខអញ្ចឹងបន្ទាប់ទៀតខ្ញុំធ្វើការបង្កើត file មួយ vim ឧទាហរណ៍ថា testing.txt តើវិញធ្វើការវាយនៅ information មួយចំនួនឧទាហរណ៍ថា line 1 line 2 line 3 line 4 line 5 line 6បន្ទាប់មកខ្ញុំធ្វើការ save file ហ្នឹងបន្ទាប់ពី save យើងអាចធ្វើការ list មកម្ដងទៀតបន្ទាប់មកខ្ញុំចង់ read file ហ្នឹងឲ្យ display ទៅ3ជួរដំបូងនៃ file ណាយើងអាចប្រើប្រាស់ comment cat ឈ្មោះ file ដែលយើងបានបង្កើតមុនហ្នឹងបន្ទាប់មកខ្ញុំធ្វើការប្រើប្រាស់ nl ដើម្បី add line បន្ទាប់មកយើង pipe បន្តទៀតយើងអាចប្រើប្រាស់ head ដក3ដើម្បី select 3ជួរដំបូងចឹងនេះគឺជា result របស់យើងអញ្ចឹងចំពោះបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ